បាទសូមជម្រាបសួរបងប្អូនអ្នកនរគ្នាហើយក៏សូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំនៅថ្ងៃនេះហើយខ្ញុំក៏ចង់បង្ហាញទាក់ទងទៅនឹងអក្សរ F ហើយនិងអក្សរ V នៃភាសាអង់គ្លេសចំពោះបងប្អូនដែលមិនទាន់ជួយចុច Subscribe នៅវីដេអូរបស់ខ្ញុំបាទសូមមេត្តាជួយចុច Subscribe ហើយនិងដាក់សញ្ញាកណ្ដឹងអូខេហើយជាបន្តខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងអក្សរ Fអក្សរ F នៃភាសាអង់គ្លេសគឺស្មើនឹងហជាងវណាគឺសំឡេង f ឧទាហរណ៍ five ពាក្យនេះយើងហៅថា five នឹងមានលេខ5ចំណែកពាក្យមួយនេះវិញយើងហៅថា foot ដែលមានអក្សរ F O O T foot មានន័យថាប្រអប់ជើងចំពោះពាក្យមួយនេះយើងហៅថា fat មានអក្សរ F A T fat មានន័យថាធាត់ចំណែកពាក្យនេះវិញយើងហៅថា hoof ដែលមានអក្សរ H O O F hoof មានន័យថាក្រចកឬក៏ចកសត្វណាចំណែកពាក្យនេះយើងហៅថា roof មានន័យថាដំបូល roof មានអក្សរ F R O O F roof មានន័យថាដំបូលចំណែកពាក្យនេះវិញយើងហៅថា farm farm មានន័យថាកសិដ្ឋានឬក៏ចម្ការស្រែ farm មានអក្សរ F A R M farm ពាក្យនេះវិញយើងហៅថា fox នឹងមានន័យថាកញ្ជ្រោង fox មានអក្សរ F O X ណា fox ចំណែកពាក្យនេះវិញយើងហៅថា loaf នឹងមាននំប៉័ងណាមានអក្សរ L O A F loaf ពាក្យនេះយើងហៅថា leaf មានអក្សរ F នៅខាងចុងណា leaf មានអក្សរ L E A F មានន័យថាស្លឹកឈើបាទចំពោះពាក្យមួយទៀតយើងហៅថា fan នឹងមានន័យថាកង់ហាល់ដែលមានអក្សរ F A N fan កង់ហាល់ចំណែកពាក្យនេះវិញយើងហៅថា wolf នឹងមានន័យថាចកដែលមានអក្សរ W O L F wolf ចកអូខេឥឡូវយើងនឹងស្វែងយល់ទាក់ទងទៅនឹងអក្សរ V បាទអក្សរ V នៃភាសាអង់គ្លេសបាទខ្មែរយើងស្មើនឹងអក្សរ V ណា V ឬក៏អក្សរ V ណាអូខេឥឡូវពាក្យទី1ពាក្យនេះយើងអានថា van មានន័យថាឡានឬក៏ឡានដឹកទំនិញណាចំណែកពាក្យមួយនេះយើងអានថា cave ដែលមានអក្សរ C A V E cave វារូងភ្នំចំណែកពាក្យមួយនេះយើងអានថា vet មានអក្សរ V E T vet មានន័យថាពេទ្យសត្វចំណែកពាក្យមួយនេះវិញយើងអានថា vacuum មានអក្សរ V A C U U M vacuum មានន័យថាបូមធូលីឬក៏យើងអាចថាម៉ាស៊ីនបូមធូលីណាចំណែកពាក្យមួយនេះវិញយើងអានថា vest ដែលមានអក្សរ V E S T vest មានន័យថាអាកាក់អាក្រៅអាកាក់ចំណែកពាក្យទី6យើងអានថា five មានន័យថាលេខ5ដែលមានអក្សរ F I V E 5លេខ5ចំណែកពាក្យនេះវិញយើងអានថា dive ដែលមានអក្សរ D I V E dive មានថាមុជទឹកចំណែកពាក្យនេះយើងអានថា glove
ដែលមានអក្សរ G L O V E glove មានន័យស្រោមដៃចំណែកពាក្យមួយនេះយើងអានថា wave ដែលមាន W A V E wave មានន័យរលកទឹកណាចំណែកពាក្យមួយនេះយើងអានថា stove ដែលមាន S T O V E stove មានន័យថាចង្ក្រានបាទចង្ក្រានដូច្នេះពាក្យទាំងអស់ហ្នឹងគឺ begin ឬក៏ end with V បាទអក្សរ V ទាំងអស់ណាដោយពាក្យ van នេះគឺផ្ដើមដោយ V ផ្ដើមដោយ V ផ្ដើម V ហើយពាក្យនេះនៅខាងចុងគឺ V បាទ V ទាំងអស់បាទដូច្នេះអរគុណច្រើនអរគុណសម្រាប់បងប្អូនបានទស្សនាឬក៏តាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់សូមកុំភ្លេចចំពោះបងប្អូនដែលមិនទាន់ចុច Subscribe ពីក្នុងវីដេអូរបស់ខ្ញុំបាទសូមមេត្តាជួយចុច Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងសូមអរគុណច្រើនអរគុណធំដែលបានទស្សនាចំពោះបងប្អូនដែលចង់ comment ឬក៏ដើម្បីឲ្យខ្ញុំស្ថាបនាលើកទឹកចិត្តខ្ញុំអាច comment ឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូផ្សេងមួយចំនួនទៀតសូមកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត